ស្រមៃមើលថាអ្នកទើបតែបានឃើញវត្ថុចម្លែកមួយហោះលើមេឃនៅពេលយប់អ្នកប្រាប់មិត្តភ័ក្តិនិងបង្ហោះរឿងនេះលើបណ្ដាញសង្គមប៉ុន្តែ2 3ថ្ងៃក្រោយមានបុរសចម្លែក2នាក់ស្លៀកឈុតខ្មៅមកគោះទ្វារផ្ទះរបស់អ្នកហើយព្រមានអ្នកមិនឲ្យនិយាយអំពីអ្វីដែលអ្នកបានឃើញទៀតនេះគឺជាមូលដ្ឋាននៃរឿងព្រេងដ៏ល្បីមួយដែលគេស្គាល់ថា Men in Black Men in Black ឬ MERP គឺជាតួអង្គអាថ៌កំបាំងដែលលេចឡើងជាញឹកញាប់នៅក្នុងរឿងរ៉ាវទាក់ទងនឹង EVO យោងតាមសាក្សីមួយចំនួនបុរសទាំងនេះស្លៀកពាក់ឈុតខ្មៅទាំងស្រុងពាក់វ៉ែនតាខ្មៅនិងជិះរថយន្តខ្មៅពួកគេត្រូវបានគេរាយការណ៍ថាមានអាកប្បកិរិយាចម្លែកនិងនិយាយដូចជាមនុស្សដែលមិនសូវស្គាល់ពីជីវិតប្រចាំថ្ងៃរឿងរ៉ាវ Men in Black បានចាប់ផ្ដើមល្បីនៅក្នុងទសវត្សរ៍ឆ្នាំ1950នៅសហរដ្ឋអាមេរិកនៅពេលនោះមានមនុស្សជាច្រើនអះអាងថាបានឃើញ EVO បន្ទាប់ពីការរាយការណ៍ទាំងនោះមនុស្សខ្លះបាននិយាយថាមានបុរសអាថ៌កំបាំងមកជួបពួកគេនិងស្នើឲ្យពួកគេបញ្ឈប់ការនិយាយអំពីព្រឹត្តិការណ៍នោះមានទ្រឹស្ដីជាច្រើនព្យាយាមពន្យល់ថា Men in Black ជានរណាទ្រឹស្ដីទី1និយាយថាពួកគេជាភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាលដែលមានភារកិច្ចលាក់បាំងព័ត៌មានអំពី EVO និងសត្វពិភពផ្សេងទ្រឹស្ដីទី2និយាយថា Men in Black មិនមែនជាមនុស្សធម្មតាទេប៉ុន្តែជាសត្វពិភពផ្សេងដែលក្លែងខ្លួនជាមនុស្សរីឯទ្រឹស្ដីទី3ដែលអ្នកវិទ្យាសាស្ត្រជាច្រើនយល់ស្របជាងគេគឺថារឿងទាំងនេះអាចជាការយល់ច្រឡំការបំភ្លឺរឿងឬរឿងព្រេងដែលត្រូវបានចែករំលែកបន្តគ្នាអស់ជាច្រើនឆ្នាំទោះបីជាមានរឿងរ៉ាវជាច្រើនក៏ដោយមកដល់សព្វថ្ងៃមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលអាចបញ្ជាក់បានថា Men in Black ពិតជាមានមែនទេទោះជាយ៉ាងណាភាពអាថ៌កំបាំងរបស់ពួកគេបានធ្វើឲ្យ Men in Black ក្លាយជាប្រធានបទដ៏ពេញនិយមនៅក្នុងសៀវភៅភាពយន្តនិងកម្មវិធីទូរទស្សន៍ជាច្រើនហើយប្រហែលជាអ្វីដែលធ្វើឲ្យរឿងនេះគួរឲ្យចាប់អារម្មណ៍ជាងគេគឺការពិតដែលថាគ្មាននរណាម្នាក់អាចបញ្ជាក់បានច្បាស់ថារឿងទាំងនេះពិតឬមិនពិតចុះអ្នកវិញតើអ្នកជឿថា Men in Black គ្រាន់តែជារឿងព្រេងឬមានអ្វីមួយកំពុងត្រូវបានលាក់បាំងពីយើងសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចចុច Follow ដើម្បីទស្សនាវីដេអូអាថ៌កំបាំងថ្មីបន្ថែម